តើធ្វើបែបណាទើបឲ្យជីវិតយើងអាចដើរទៅមុខបន្តបានអាចទទួលបាននូវរឿងល្អៗចូលមកក្នុងជីវិតរបស់យើងអ្នកនរអ្នកដែលលើពាក្យមួយឃ្លាតែគេនិយាយថាការរស់នៅក្នុង comfort zone គឺជាកន្លែងមួយដែលម្លាយយើងលូតលាស់ទៅមុខបានឬក៏ជាកន្លែងមួយដែលធ្វើឲ្យយើងនៅនឹងមួយកន្លែងណាពាក្យនេះគឺអត់ខុសទេដោយសារនៅពេលដែលយើងរស់នៅក្នុង comfort zone គឺជីវិតរបស់យើងគឺនៅតែប៉ុណ្្នឹងមានថាយើងធ្លាប់រស់នៅបែបណាគឺយើងរស់នៅបែបហ្នឹងយូរទៅវាទៅជាទម្លាប់វាទៅជាភាពងាយស្រួលហើយយើងក៏អត់អាចរីកចម្រើនខ្លាំងតាមអ្វីដែលយើងសម័យដែរយើងគិតថាប៉ុណ្្នឹងគឺគ្រប់គ្រាន់គឺយើងនៅតែគ្រប់គ្រាន់ប៉ុណ្្នឹងប៉ុន្តែបើសិនជាយើងមានមហិច្ឆតាឬក៏យើងមានការតាំងចិត្តឬយើងមានក្តីសម័យចង់ឲ្យជីវិតរបស់យើងលូតលាស់ខ្លាំងជាងហ្នឹងចង់ឲ្យជីវិតយើងដើរដល់ចំណុចមួយណាមួយដែលយើងសម័យចង់បានអ្នកនរគ្នាត្រូវតែក្លាហានហ៊ានដើរចេញពី comfort zone ខ្លួនឯងត្រូវតែក្លាហានហ៊ានដើរចេញទៅរកកន្លែងដែលពិបាករកកន្លែងដែលយើងទទួលបានអារម្មណ៍មួយថាជារឿងមួយដែលយើងត្រូវតែរៀនអ្វីថែមលើនឹងទៀតយើងត្រូវតែរៀនអ្វីថ្មីៗបន្ថែមដើម្បីឲ្យដំណើរផ្លូវមួយនោះវាទៅដោយរលូនឬក៏យើងត្រូវការជំនួយឬក៏យើងត្រូវការស្រាវជ្រាវអីបន្ថែមទៀតនិយាយរួមទៅការចាក់ចេញពី comfort zone ខ្ញុំជឿថាវាអត់មានជាភាពងាយស្រួលទេពីព្រោះដោយសារមនុស្សយើងនៅពេលដែលយើងទម្លាប់ធ្វើអ្វីមួយវានឹងទៅជាងាយស្រួលដោយសារយើងដឹងថាយើងត្រូវធ្វើ APA ដល់សិតយើងដឹងយើងត្រូវដើរទៅកន្លែងណាផ្លូវណាយើងត្រូវទៅយើងគួរចាប់ពីណាទៅមុនបញ្ចប់នៅត្រឹមណាប៉ុន្តែនៅពេលដែលអ្នកគ្នាចាប់ដើរចេញពី comfort zone ខ្លួនឯងអ្នកគ្នានឹងត្រូវចាប់ដើមគិតឡើងវិញពី A ដល់ Z មកថាតើយើងគួរដើរខ្លួនឯងចំណុចកន្លែងណាយើងត្រូវគួរបញ្ចប់នៅកន្លែងណាហើយក្នុងចំណុចកណ្ដាលហ្នឹងតើយើងគួរដើររបៀបម៉េចអញ្ចឹងពេលដែលយើងចាប់ផ្ដើមចេញពី comfort zone វាធ្វើឲ្យខួរក្បាលរបស់យើងចាប់ផ្ដើមដើរដូចគ្នាខួរក្បាលរបស់យើងនឹងចេះ generate ខ្លួនឯងមកនឹងចេះគិតខ្លួនឯងថាធ្វើបែបណាទើបយើងអាចរស់នៅតំបន់នេះបានឲ្យខ្លាចទៅជា comfort zone របស់យើងមួយទៀតវាប្រកាសថាដំបូងអាចពិបាកដោយសារយើងអត់ទាន់ដឹងថាយើងត្រូវធ្វើម៉េចប៉ុន្តែនៅពេលអ្នកនេះចាប់ផ្ដើមទម្លាប់ខ្លួនឯងអាចនិយាយថាយូរបំផុត2ខែ1ខែ2ខែគឺយើងនឹងអាចចាប់ផ្ដើមទុកកន្លែងហ្នឹងទៅជា comfort zone ឬក៏ពេលខ្លះទៀតចំណុចកន្លែងនោះអាចលោតដល់ឆ្នាំក៏មានដែរប៉ុន្តែសួរថាតើយើងអាចស៊ូបានអត់បើយើងស៊ូបានតើអ្នកគ្នានឹងរីកចម្រើនអ្នកគ្នានឹងជោគជ័យតែបើយើងស៊ូអត់បានយើងក៏អាចនឹងចាប់ផ្ដើមម្ដងបន្តិពីព្រោះដោយសារអត់មានការងារណាឬក៏អត់មានការដើរចេញពី comfort zone ណាដែលដើរត្រឹមតែមួយជំហានហើយទទួលបានជោគជ័យដើរត្រឹមតែមួយជំហានហើយទៅដល់ចំណុចដែលយើងចង់បានឬក៏ដើរតែមួយជំហានហើយកន្លែងនោះនឹងក្លាយជា comfort zone យើងវិញគឺអត់ទេវាត្រូវការពេលវាត្រូវការវេលាវាត្រូវការរឿងជាច្រើនដែលយើងត្រូវធ្វើកំឡុងពេលនោះចឹងសង្ឃឹមជឿជាក់ថាអ្នកទាំងអស់គ្នានឹងអាចបង្រៀនខ្លួនឯងឬក៏លើកទឹកចិត្តខ្លួនឯងឲ្យចាក់ចេញពី comfort zone ហើយស្វែងរកនៅចំណុចថ្មីមួយដែលអាចធ្វើឲ្យយើងទទួលបាននូវចំណុចល្អជាងមុនជឿខ្ញុំទៅការចាក់ចេញពី comfort zone គឺពិបាកប៉ុន្តែបើសិនអ្នកអ្នកអាចធ្វើបានណាតិចឬច្រើនយើងនឹងឃើញថាខ្លួនយើងគឺផ្លាច់ជាងមុន